ស្ដីទាំងអស់គ្នាថ្ងៃនេះខ្ញុំនៅមាត់ទន្លេហើយនៅក្នុងដៃរបស់ខ្ញុំនេះគឺជាកាមេរ៉ា Fuji X-Top ដែលខ្ញុំបានមកពីហាងកាមេរ៉ាហាត់ហើយថ្ងៃនេះដែរគឺយើងនឹងយកកាមេរ៉ាទូចមួយនេះដើរថតpicture នៅតាមមាត់ទន្លេក៏ដូចជាមុខវាំងហើយសម្រាប់កាមេរ៉ានេះដែរគឺតូចស្រាលមែនទែនហើយងាយស្រួលដាក់តាមខ្លួនបើយើងមានកាបូបស្ពាយចំហៀងគឺដាក់ស្រួលខ្លាំងមែនទែនព្រោះដោយសារតែអានេះយើងដាក់ចូលក្នុងកប៉ាល់ក៏បានអញ្ចឹងសម្រាប់អ្នកដែលគាត់ដើរ trip ទៅដំណើរកម្សាន្តអីផ្សេងគឺវាងាយស្រួលខ្លាំងមែនទែនពីព្រោះដោយសារតែវាតូចដាក់តាមខ្លួនកាន់តែស្រួលហើយអ្វីដែលកាន់តែពិសេសមួយទៀតចំពោះកាមេរ៉ាមួយនេះគឺយើងថតដូរ color បានច្រើន mode ណាអ្នកនរគ្នាដោយសារវាជាប្រភេទកាមេរ៉ា film ដល់ពេលអញ្ចឹងយើងអាចសេរីពណ៌នៅក្នុងនឹងស្រាប់តែម្ដងគឺវាដាក់មកច្រើនមែនទែនយើងអាចសេរី color នៅនឹងស្រាប់តែម្ដងហើយនៅពេលដែលយើងថតចប់គឺយើង transfer ពីកាមេរ៉ាទៅទូរស័ព្ទផុសបានភ្លាមៗហ្មងព្រោះដោយសារតែប្រភេទកាមេរ៉ានេះគឺយើងថតរូបជាប្រភេទ JPEG អញ្ចឹងកាមេរ៉ានេះថតភ្លាមយើង transfer ចូលទូរស័ព្ទភ្លាមយើងអាចផុសភ្លាមបានតែម្ដងគឺវាលយខ្លាំងមែនតើឥឡូវចាំឲ្យខាត់ពេលទៅដើរថតរូបតាមមាត់ទន្លេមួយខ្ញុំទាំងអស់គ្នាតោះ let's goអ្នកនរគ្នាអញ្ចឹងចំពោះកាមេរ៉ាតូចមួយនេះសម្រាប់ខ្ញុំសូមរីខមមិនទៅអ្នកដែលគាត់ចង់ចាប់ផ្ដើមផ្លាស់ប្ដូរការថតរូបពីទូរស័ព្ទទៅជាកាមេរ៉ាអញ្ចឹងកាមេរ៉ានេះស័ក្តិសមចំពោះអ្នកដែលគាត់ទើបតែចាប់ផ្ដើមរៀនថតដំបូងដោយសារតែប្រភេទកាមេរ៉ាមួយនេះវាថតបានជារូប JPEG ហើយចំណុចពិសេសរបស់វាមួយទៀតគឺយើងអាចបដូរ color នៅលើនឹងស្រាប់តែម្ដងអញ្ចឹងយើងអាចពិបាកកែរូបទេពីព្រោះដោយសារតែប្រភេទកាមេរ៉ា film នេះយើងថតភ្លាមយើង transfer ចូលទូរស័ព្ទភ្លាមហើយយើងផុសភ្លាមអញ្ចឹងស័ក្តិសមសម្រាប់អ្នកដែលគាត់ថតរូបលើកដំបូងឬក៏អ្នកដែលគាត់ចង់ចាប់ផ្ដើមរៀនថតរូបណាអញ្ចឹងកាមេរ៉ានេះស័ក្តិសមជាមួយគាត់ហើយវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាចង់បានកាមេរ៉ាតូចមួយនេះកុំភ្លេចតាក់ទងទៅហាងកាមេរ៉ាហាត់ខ្ញុំនឹងដាក់នៅលើ caption បាយបាយ